រឿងចចកនិងកូនជៀមណែអាកូនជៀវកំហូចហើយតើឯងមកពីណាបានជាមកផឹកទឹកអញនេះធ្វើឲ្យទឹកអញឡើងល្អហើយផឹកលែងកើតឯងធ្វើនេះដូចជាមើងងាយអញពេកហើយអូលោកម្ចាស់អើយសូមលោកមេត្តាកុំអាលក្រោតអីសូមលោកអត់ឱនឲ្យខ្ញុំផងណាព្រោះខ្ញុំនៅតូចមិនដឹងអីទេហើយម្យ៉ាងទៀតខ្ញុំទទួលទានទឹកនេះជាង20ជំហាននៅក្រោមលោកដូចនេះបើលោកថាធ្វើឲ្យល្អក៏មិនត្រូវដែរអាចរមកឆ្នាំទៅឯងបានជេរអញគិតទៅគួរឲ្យក្តៅមែនតើឆ្នាំទៅនេះខ្ញុំមិនទាន់កើតផងហ្នឹងហើយសប្តាហ៍ថ្ងៃនេះខ្ញុំនៅបើកដោះមេរបស់ខ្ញុំជាអាហារនៅឡើយហ្នឹងបើអញ្ចឹងពិតជាបងអាហើយដែលជេរអញនោះអត់ទេខ្ញុំអត់មានបងទេបើអញ្ចឹងអាជៀមដែលកាយប្រហើនហ៊ានឆ្លោះជេរអញពេលនោះពិតជាឪរបស់អាហើយណាពួកអាឯងនេះមិនដែលកោតក្រែងអញសោះឡើយទាំងឆ្កែកងវិលទាំងពួកមនុស្សសាគ្មានអាណាមួយយល់មកអញឡើយឯអាចច្រមុះឯងវិញនេះមិនខ្លាចអញចាស់ទេហ៊ានតមាត់ឆ្លោយសម្ដីផ្ដេសផ្ដាស់គ្មានរអាណាអញនឹងសងសឹកឯងឲ្យសមមុខឯងហើយឯងចាំទទួលទៅនៅចំពោះមុខមនុស្សពីលឬអ្នកដែលមានអំណាចដាច់ការបកស្រាយដោយប្រើហេតុផលភ័ស្តុតាងឬភាពស្មោះត្រង់មិនអាចយកឈ្នះលើបំណងអាក្រក់របស់ពួកគេបានឡើយមនុស្សដែលមានចិត្តអាក្រក់ឬមានបំណងចង់ធ្វើបាបអ្នកដទៃតែងតែព្យាយាមរកលេសឬបង្កើតរឿងមូលបង្កាច់គ្រប់បែបយ៉ាងដើម្បីឲ្យសកម្មភាពយំខ្នងរបស់ខ្លួនមើលទៅហាក់ដូចជាត្រឹមត្រូវក្នុងកែវភ្នែករបស់អ្នកមានអំណាចដែលគ្មានគុណធម៌ភាពទន់ខ្សោយនិងភាពស្លូតត្រង់របស់ជនរងគ្រោះគឺជាឱកាសសម្រាប់ពួកគេជិះជាន់មិនមែនជាមូលហេតុដែលពួកគេត្រូវអាណិតអាសូរឡើយរឿងនេះដាស់តឿនយើងថាក្នុងលោកនេះមានមនុស្សមួយចំនួនដែលមិនស្គាល់អ្វីទៅជាខុសឬត្រូវឡើយគឺពួកគេស្គាល់តែអំណាចប៉ុណ្ណោះដូចនេះការប្រើហេតុផលជាមួយមនុស្សដែលគ្មានគុណធម៌ជួនកាលមិនអាចជួយសង្គ្រោះយើងបានទេ